អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខថៃចេញមកទម្លាយការពិតជុំវិញបញ្ហាចំនួនព្រំដែនរវាងកម្ពុជាថៃគឺកើតឡើងដោយសារតែថៃមិនទទួលស្គាល់ការពិតពាក់ព័ន្ធនឹងសំណុំរឿងក្តីប្រាសាទព្រះវិហារបងប្អូនទាំងគ្នាប្រហែលជាបានដឹងរឿងក្តីក្តាំកម្ពុជាយើងនិងថៃហើយពាក់ព័ន្ធទៅនឹងរឿងប្រាសាទព្រះវិហារដែលកាលនោះថៃបានចាញ់ក្តីកម្ពុជាយើងនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលកាលនោះតុលាការយុត្តិធម៌អន្តរជាតិ ICJ បានកាត់ក្តីឲ្យកម្ពុជាយើងឈ្នះទាំងពីរលើកទាំងនៅក្នុងឆ្នាំ1962និងឆ្នាំ2013ហើយកាលនោះរដ្ឋាភិបាលថៃក៏បានព្រមទទួលស្គាល់ដែរនៅថ្ងៃនេះខ្ញុំសូមបង្ហាញពីចេតនាអាក្រក់របស់ថៃជំវិញការបង្កចំនួនព្រំដែនជាមួយនឹងកម្ពុជាយើងកន្លងមកនេះហើយអ្វីដែលខ្ញុំគ្រោងនឹងលើកយកមកនិយាយនេះខ្ញុំមិនមែននិយាយតាមតែអារម្មណ៍នឹកឃើញរបស់ខ្ញុំទេគឺខ្ញុំនិយាយផ្អែកទៅតាមអត្ថបទរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងសន្តិសុខថៃគឺលោកសុរឆាតបំរុងសុខដែលត្រូវបានចែករំលែកដោយសម្ដេចតេជោហ៊ុនសែនកាលពីថ្ងៃទី9ខែកក្កដាឆ្នាំ2026កន្លងទៅថ្មីនេះបងប្អូនទាំងគ្នាបើផ្អែកទៅតាមអត្ថបទរបស់អ្នកជំនាញថៃរូបនេះបានឲ្យដឹងថាបើផ្អែកទៅតាមបរិបទប្រវត្តិសាស្ត្របានឲ្យដឹងថាចំនួនព្រំដែនកម្ពុជាថៃនេះគឺមានចំណុចសំខាន់មួយគឺពាក់ព័ន្ធនឹងសំណុំរឿងក្តីប្រាសាទព្រះវិហារការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ឲ្យកម្ពុជាយើងឈ្នះក្តីទាំងពីរលើកនេះគឺបានបង្ហាញយ៉ាងច្បាស់ថាសន្ធិសញ្ញានិងផែនទីខណ្ឌសីមាដែលភ្ជាប់មកជាមួយគឺជាកត្តាកាត់សេចក្តីលើខ្សែបន្ទាត់ព្រំដែនរបស់សៀមឬក៏ហៅថាថៃនេះជាមួយនឹងរដ្ឋដទៃទៀតជាពិសេសជាមួយនឹងកម្ពុជាយើងតែម្ដងនៅក្នុងសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិបានបង្ហាញពីចេតនាច្បាស់លាស់គឺសហគមន៍អន្តរជាតិមិនចង់ឃើញចំនួនព្រំដែនអូសបន្លាយដោយគ្មានទីបញ្ចប់នោះទេនៅក្នុងសាលក្រមនេះមានផែនទីឧបសម្ព័ន្ធច្បាស់លាស់នៅក្នុងការខណ្ឌសីមាព្រំដែនប៉ុន្តែដោយសារតែថៃមិនពេញចិត្តចំពោះការកាត់ក្តីរបស់ ICJទើបចេះតែអូសបន្លាយពេលវេលាមិនព្រមវាស់វែងបោះបង្គោលព្រំដែនជាមួយនឹងកម្ពុជាយើងនោះទេហើយរហូតមកដល់ពេលនេះនាយករដ្ឋមន្ត្រីថៃក៏ដូចជាយោធាថៃបានចេញមកមិនទទួលស្គាល់ផែនទីដែលរាជរដ្ឋាភិបាលថៃនាពេលនោះបានយល់ព្រមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាយើងនេះបង្ហាញពីចេតនាច្បាស់របស់ថៃគឺមិនចង់វាស់វែងតាមផែនទីដែលមានស្រាប់សម្រាប់គូសវាសផែនទីដោយខ្លួនឯងជាឯកតោភាគីមិនព្រមដើរតាមច្បាប់ហើយចិញ្ចឹមចិត្តចង់លេបត្របាក់ទឹកដីកម្ពុជាយើងដោយខុសច្បាប់តែម្ដងខ្ញុំសូមបញ្ជាក់ជូនបងប្អូនទាំងអស់គ្នាផងដែរថាសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ គឺមានចេតនាច្បាស់លាស់ចង់ការពារតំបន់ព្រំដែនមិនឲ្យធ្លាក់នៅក្នុងស្ថានភាពសង្គ្រាមឬក៏មិនចង់ឲ្យខ្សែបន្ទាត់ព្រំដែនคล้ายជាលក្ខខណ្ឌបង្កើតចំនួនរហូតរាលដាលទៅជាសង្គ្រាមមិនចេះចប់មិនចេះហើយនោះទេប៉ុន្តែរហូតមកដល់ពេលនេះថៃនៅតែកិច្ចវេះមិនព្រមចូលតុចរចាដើម្បីបន្តការងារវាស់វែងនឹងខណ្ឌសីមាព្រំដែនជាមួយនឹងកម្ពុជានោះទេថៃសុខចិត្តប្រឹងសម្ដែងនៅលើឆាកអន្តរជាតិប្រឹងឲ្យអន្តរជាតិបានឃើញថាខ្លួនឯងនឹងជាជនរងគ្រោះទាំងដែលតាមការពិតថៃបានប្រើប្រាស់កម្លាំងយោធាបានប្រើប្រាស់យន្តហោះចម្បាំងបានប្រើប្រាស់គ្រាប់បែកអាវុធធុនធ្ងន់ដើម្បីបំផ្លាញក៏ដូចជាចង់បានឈ្លានពានទឹកដីកម្ពុជាដោយមិនខ្វល់អំពីជីវិតរបស់ប្រជាជនស្លូតត្រង់ប្រជាជនស៊ីវិលរបស់កម្ពុជានៅតាមបណ្ដោយព្រំដែននោះទេដូច្នេះនៅក្នុងនាមខ្ញុំជាប្រជាពលរដ្ឋកម្ពុជាខ្ញុំសូមឲ្យសហគមន៍អន្តរជាតិពិនិត្យមើលសកម្មភាពខុសច្បាប់របស់យោធាថៃផងដើម្បីផ្ដល់យុត្តិធម៌ដល់ប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាក៏ដូចជាផ្ដល់យុត្តិធម៌ដល់កម្ពុជាទាំងមូលតែម្ដងទន្ទឹមនឹងនោះដែរខ្ញុំក៏សូមផ្ញើសារទៅដល់រដ្ឋាភិបាលថៃយោធាថៃក៏ដូចជាប្រជាជនថៃសូមទទួលស្គាល់ការពិតប្រវត្តិសាស្ត្រមានគួរតែបើកសភៅអានទៅស្វែងយល់ឲ្យបានច្បាស់ពាក់ព័ន្ធនឹងបញ្ហានេះថៃឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់ថៃកិច្ចវេះមិនព្រមចូលតុចរចាដើម្បីវាស់វែងព្រំដែនថៃទាត់ចោលសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិធ្វើសកម្មភាពបំពានច្បាប់អន្តរជាតិឈ្លានពានដណ្ដើមកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ទម្លាក់គ្រាប់បែកសម្រាប់ប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាអ្វីដែលភាគីថៃត្រូវធ្វើនៅពេលនេះទាំងថ្នាក់ដឹកនាំទាំងយោធាទាំងពលរដ្ឋថៃគឺត្រូវទទួលស្គាល់ការពិតគោរពច្បាប់អន្តរជាតិថែរក្សាសន្តិភាពនៅតាមបណ្ដោយព្រំដែនហើយឈប់យកបញ្ហាព្រំដែនដែលដោះស្រាយរួចរាល់ហើយមកធ្វើជាឧបករណ៍ដុតកម្ដៅនយោបាយផ្ទៃក្នុងទៀតទៅ